បាទសួស្តីថ្ងៃនេះជួបជាមួយ admin សម្រាប់រឿងថ្មីបាទហើយក៏ជារឿងល្អស្ដាប់និងជក់ចិត្តដែរបងប្អូនបាទរឿងនេះគឺរឿងភ្លើងស្នេហ៍ក្នុងចំការពោតបាទអញ្ចឹងតើសាច់រឿងហ្នឹងមានអត្ថន័យដូចម្ដេចសូមបងប្អូនស្ដាប់ទាំងអស់គ្នាបាទអញ្ចឹងរឿងនេះគឺកើតឡើងនៅក្នុងភូមិដាច់ស្រយាលមួយដែលគេឃើញមានចំការពោតដ៏ធំល្វឹងល្វើយលាតសន្ធឹងក្រោមពន្លឺដ៏ក្តៅហែងបាទនៅទីនោះក្នុងចំណោមដើមពោតខ្ពស់ខ្ពស់ដែលបោកបក់តាមខ្យល់សាច់រឿងស្នេហាលួចលាក់មួយបានរីកដុះដាលឡើងដែលជាស្នេហាមិនគួរឲ្យកើតមានឡើងរវាងលោកស្រីវិមលជាម្ដាយក្មេកដែលមានវ័យជាង40ឆ្នាំដែលនៅតែមានរូបសម្រស់ស្រស់ស្អាតបាទហើយនឹងលោកឆាយជាកូនប្រសាវ័យក្មេងដែលមានអាយុទើបតែ20ឆ្នាំជាងនោះទេនិយាយទៅម្ដាយក្មេកមានវ័យចំណាស់បន្តិចប៉ុន្តែគាត់រូបរាងគាត់ស្អាតបាទគាត់សម្រស់គាត់ស្អាតហើយកូនប្រសាក្មេងបាទឆាយរៀបការជាមួយម៉ាលីដែលជាកូនស្រីរបស់នាងវិមលទើបតែបាន2ឆ្នាំប៉ុណ្ណោះបាទស្នេហាបុគាត់ទើបតែបាន2ឆ្នាំទេម៉ាលីជាក្មេងស្រីស្លូតត្រង់ហើយស្រឡាញ់ស្វាមីរបស់នាងអស់ពីចិត្តប៉ុន្តែឆាយមានចរិតឆេវឆាវនិងពោពេញទៅដោយធម៌ពលយុវវ័យនៅក្មេងឈាមរាវឡើយណាដែលធ្វើឲ្យគាត់មានអារម្មណ៍ធុញថប់នឹងជីវិតគ្រួសារដ៏ស្ងប់ស្ងាត់រីឯវិមលវិញបន្ទាប់ពីស្វាមីទទួលមរណភាពទៅនាងក៏រស់នៅក្នុងភាពឯកោនាងបានរកឃើញភាពតាក់ទាញដ៏គ្រោះថ្នាក់នៅក្នុងខ្លួនកូនប្រសាប្រុសរបស់នាងបាទនិយាយទៅម្ដាយក្មេកតែងតែលួចមើលកូនប្រសាអញ្ចឹងទៅពេលខ្លះគាត់ក៏មានអារម្មណ៍ថាដូចជាជាប់ចិត្តមួយកូនប្រសានឹងដែរចំការពោតបានคล้ายជាឋានសួគ៌លួចលាក់របស់ពួកគេបាទជារៀងរាល់រសៀលក្នុងកំឡុងពេលដែលម៉ាលីទៅលក់ដូរនៅឯផ្សារវិមលនិងឆាយតែងតែណាត់ជួបគ្នានៅកណ្ដាលចំការសំឡេងស្លឹកពោតស្ងួតប៉ះគ្នាបានលាក់កំបាំងសំឡេងសឹកសៀវរបស់អ្នកទាំងពីរនិងដង្ហើមរបស់ពួកគេមិនដែលខ្វល់ពីភាពខុសឆ្គងឬក៏កំហុសដែលពួកគេកំពុងតែប្រព្រឹត្តនោះទេសម្រាប់វិមលឆាយបាននាំយកមកនៅភ្លើងនៃយុវវ័យដែលនាងគិតថានាងបាត់បង់ទៅហើយបាទសម្រាប់ឆាយវិមលបានផ្ដល់ឲ្យនៅភាពកក់ក្ដៅភាពយល់ចិត្តនិងតណ្ហាដ៏ចាស់ទុំដែលភរិយារបស់គាត់មានភាពវ័យក្មេងមិនអាចបំពេញតម្រូវការគាត់បានបាទថ្ងៃមួយខណៈដែលព្រះអាទិត្យចាប់ផ្ដើមលិចបាត់ទៅជើងមេឃពណ៌មាសដែលបានរសាត់បណ្ដែតបន្តិចម្ដងវិមលបានអង្អែលថ្ពាល់របស់ឆាយដោយក្តីស្រឡាញ់ខ្ញុំដឹងថាយើងកំពុងធ្វើខុសហើយឆាយតែអារម្មណ៍ខ្ញុំមានចំពោះអ្នកវាពិតជាស្មោះត្រង់និងកក់ក្ដៅណាស់ឆាយកាន់ដៃនាងយ៉ាងណែនហើយឆ្លើយតបទាំងអារម្មណ៍ពិតប្រាកដថាខ្ញុំក៏ដូចគ្នាដែរខ្ញុំមិនដែលគិតថាខ្ញុំអាចស្រឡាញ់នរណាម្នាក់ដល់ថ្នាក់នេះទេនៅពេលដែលភាពស្មោះត្រង់របស់ពួកគេចំពោះគ្នាទៅវិញទៅមកទោះបីជាបានសាងឡើងដោយកំណោនៃភាពក្បត់ក៏ដោយពួកគេបានលង់ក្នុងអន្ទាក់នៃមនោសញ្ចេតនាដ៏គ្រោះថ្នាក់ដែលរហូតទាល់តែភ្លេចថាពួកគេត្រូវមានអ្នកដែលត្រូវទទួលខុសត្រូវបាទគឺកូនស្រីរបស់ខ្លួននឹងឯងបាទមិនយូរប៉ុន្មានអាតកំបាំងដ៏ធំមួយมันអាចលាក់បាំងជារៀងរហូតបានឡើយមួយសប្តាហ៍ក្រោយមកបាទម៉ាលីបានចាប់ផ្ដើមកត់សម្គាល់លើភាពផ្លាស់ប្ដូរចម្លែករបស់ប្តីរបស់នាងម្ដាយរបស់នាងនិងស្វាមីរបស់នាងហាក់ដូចជាមានភាពតាក់ទងគ្នាប្លែកដែលនាងមិនអាចយល់បានបាទអញ្ចឹងការតាក់ទងនេះប្លែកហ្នឹងធ្វើឲ្យម៉ាលីសង្ស័យបាទថ្ងៃមួយម៉ាលីបានទៅតាមឆាយទៅកាន់ចំការពោតព្រោះនាងឃើញថាគាត់យកក្រមាដែលម្ដាយនាងចូលចិត្តទៅជាមួយនៅពេលដែលម៉ាលីបានដើរកាត់ចំការពោតហើយឃើញទស្សនវិជ្ជាដែលម្ដាយនិងស្វាមីរបស់នាងកំពុងតែថើបគ្នាយ៉ាងផ្អែមល្ហែមនោះពិភពលោកទាំងមូលរបស់នាងម៉ាលីបានត្រូវដួលរលំក្រឡាប់ចាក់តែម្ដងនាងមិនបានស្រែកឡើយតែទឹកភ្នែករបស់នាងបានហូរដោយស្ងាត់ស្ងៀមភាពស្មោះត្រង់ដែលនាងធ្លាប់មានចំពោះគ្រួសារទាំងមូលត្រូវបានក្បត់យ៉ាងព្រាយផ្សៃម៉ាលីបានដក
បានដកថយមកវិញដោយគ្មានសម្លេងហើយត្រឡប់ទៅផ្ទះវិញយ៉ាងក្រៀមក្រំនាងបានរៀបចំអីវ៉ាន់តិចតួចរបស់នាងហើយចាក់ចេញនៅពេលដែលវិមលនិងឆាយត្រឡប់មកផ្ទះវិញពួកគេឃើញតែសមុទ្រខ្លីមួយសន្លឹកនៅលើតុខ្ញុំអត់មានអ្វីនិយាយទេសូមរស់នៅជាមួយគ្នាដោយក្តីសុខចុះខ្ញុំទៅហើយម៉ាលីបានចាក់ចេញទៅភាពស្ងប់ស្ងាត់បានចូលមកជំនួសការឆ្លោះប្រកែកវិមលនិងឆាយបានរស់នៅជាមួយគ្នាតាមចំណងស្នេហាលួចលាក់របស់ពួកគេតែទោះជាស្នេហាពួកគេបានคล้ายជាការពិតក៏ដោយក៏វាត្រូវបានគ្របដណ្ដប់ដោយភាពខ្មាស់អៀនពីអ្នកភូមិនិងស្រមោលនៃកំហុសដែលពួកគេបានធ្វើឲ្យម៉ាលីឈឺចាប់បាទអញ្ចឹងថ្ងៃណាមួយអាចនឹងមានអ្វីកើតឡើងចំពោះពួកគេបាទអញ្ចឹងយើងតាមដានទាំងអស់គ្នាទៀតជាច្រើនឆ្នាំក្រោយមកវិមលបានចូលវ័យចាស់ទៅតាមធម្មជាតិបាទស្នាមជ្រឿជ្រួញបានចាប់ផ្ដើមផុសឡើងហើយធម្មពលដែលធ្លាប់តាក់ទាញឆាយក៏ចាប់ផ្ដើមរសាត់បាត់បន្តិចម្ដងដែលឆាយនៅតែវ័យក្មេងហើយមានរូបរាងកាយមាំមួនបានចាប់ផ្ដើមធុញទ្រាំនឹងទម្លាប់ចាស់អ្វីដែលធ្លាប់ជាភាពកក់ក្ដៅនិងតណ្ហាដ៏ឆេះឆួលបានក្លាយទៅជាចំណងមួយដែលបង្ខំឲ្យពួកគេនៅជាមួយគ្នាលែងមានភាពកក់ក្ដៅដូចមុនទៀតហើយការរកម្មរកក៏ចាប់ផ្ដើមកើតមានឡើងវិមលចាប់ផ្ដើមមានការចំណាយនិងភ័យខ្លាចថាខ្លួនថាឆាយនឹងចាក់ចេញពីនាងបាទតើអ្នកនៅតែស្រឡាញ់ខ្ញុំទេសំណួរដដែលវិមលតែងតែសួរទៅឆាយជារៀងរាល់យប់ទាំងទឹកមុខក្រៀមស្រពោនឆាយតែងតែឆ្លើយថាបាទដោយគាត់ឆ្លើយលក្ខណៈថាឲ្យរួចពីមាត់ហ្នឹងណាប៉ុន្តែគាត់នៅលក្ខណៈលាក់លៀមនៅឡើយសម្លេងរបស់គាត់លែងមានភាពស្មោះត្រង់ដូចនៅចំការពោលទៀតហើយគាត់មិនដែលហៅនាងថាអូនវិមលដូចមុននោះទេឆាយតែងតែឆ្លើយថាបាទខ្ញុំនៅជាមួយអ្នកគាត់ហៅនាងវិមលខុសប្លែកធម្មតាភាពទន់ភ្លន់ក៏ចាប់ផ្ដើមរសាត់បាត់បន្តិចម្ដងបាទអញ្ចឹងបន្តមកទៀតចាំមើលសាច់រឿងយើងយ៉ាងម៉េចទៀតបាទទីបំផុតភាពធុញទ្រាំនឹងការស្វែងរកធម្មពលថ្មីរបស់ឆាយបានដឹកគាត់ទៅរកកំហុសដដែលគាត់បានចាប់ផ្ដើមមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយសៅលាក់ដែលជាស្រីក្មេងលក់ភេសជ្ជៈនៅក្បែរផ្សារដែលមានវ័យក្មេងជាងម៉ាលីទៅទៀតបាទសៅលាក់ហ្នឹងគាត់ក្មេងជាងម៉ាលីទៅទៀតសៅលាក់ផ្ដល់ឲ្យឆាយនៅអ្វីដែលវិមលលែងអាចផ្ដល់ឲ្យបានភាពស្មោះត្រង់ភាពស្រស់ស្រាយភាពរំភើបនិងការរត់គេចពីភាពធ្ងន់ធ្ងរនៃអតីតកាលឆាយបានរកឃើញឋានសួគ៌ថ្មីមួយនៅឆ្ងាយពីចំការពោតចាស់គាត់ចាប់ផ្ដើមត្រឡប់ទៅមកផ្ទះវិញយ៉ាងជ្រៅមានថាយប់ជ្រៅហើយឆ្លើយទូរស័ព្ទដោយលួចលាក់នៅល្ងាចមួយវិមលបានដើរចូលក្នុងបន្ទប់ទឹកឃើញទូរស័ព្ទឆាយភ្លឺឡើងជាមួយនឹងសារថ្មីមួយនាងដឹងអ្វីដែលនាងកំពុងធ្វើប៉ុន្តែការសង្ស័យបានធ្វើឲ្យនាងទ្រាំមិនបាននាងបានបើកសារនោះមើលឆាយសម្លាញ់យប់នេះយើងនឹងជួបគ្នានៅកន្លែងចាស់ណាអូននឹកបងណាស់វិមលឈរនៅទីនោះដៃរបស់នាងញ័រទឹកភ្នែកដែលនាងគិតថាស្ងួតអស់ទៅហើយបានចាប់ផ្ដើមហូរចុះមកវិញក្នុងពេលនោះហើយនាងបាននឹកឃើញបាទមុខកូនស្រីរបស់នាងម៉ាលីឆ្លុះបញ្ចាំងនៅក្នុងកញ្ចក់នាងបានដឹងថាការឈឺចាប់ដែលនាងធ្លាប់បង្កឡើងឥឡូវបានវិលត្រឡប់មកជាការសងសឹកនាងវិញបាទជាងមានន័យថាពាក្យកម្មពៀគឺតបស្នងមកវិញបាទនាងគឺជាម៉ាលីកាលពីប៉ុន្មានឆ្នាំមុនភាពកក់ក្ដៅនិងភាពស្មោះត្រង់ដែលពួកគេបានស្បត់ក្នុងចង្ការពោតបានក្លាយជាការក្បត់រជូរចត់នៅពេលដែលត្រឡប់មកផ្ទះវិញពាក់កណ្ដាលអាធ្រាត្រគាត់បានឃើញវិមលអង្គុយលើគ្រែកាន់ទូរស័ព្ទរបស់គាត់ជាប់ក្នុងដៃឆាយគាត់ដឹងភ្លាមថាអ្វីទាំងអស់ត្រូវបានលាតត្រដាងហើយវិមលមើលមុខឆាយទាំងទឹកភ្នែកហើយនិយាយដោយសំឡេងខ្សៅថាវត្តនេះបានចប់សពគ្រប់ហើយកូនក្បត់ម៉ែដូចម៉ែធ្លាប់ក្បត់កូនស្រីរបស់ម៉ែអញ្ចឹងឆាយមិនអាចឆ្លើយបានឡើយព្រោះគាត់ដឹងថាគាត់ជាបុរសដែលគ្មានភាពស្មោះត្រង់ហើយគាត់បានក្លាយជាឧបករណ៍មួយក្នុងការសងសឹករបស់វាសនាស្នេហាដែលចាប់ផ្ដើមដោយភ្លើងតណ្ហានៅចំការពោតបានបន្សល់ទុកតែផេះផង់ដោយការជឿចាប់ការក្បត់
ដែលជាមេរៀនមួយបង្ហាញថាការស្រឡាញ់ដែលសាងឡើងលើការបំផ្លាញសុភមង្គលអ្នកដទៃទីបំផុតត្រូវដួលរលំដោយទម្ងន់នៃបាបកម្មតបស្នងវិញបាទអញ្ចឹងរឿងនេះគឺជារឿងនិទានបែបមនោសញ្ចេតនានិងអារម្មណ៍ដែលឆ្លុះបញ្ចាំងពីវដ្តនៃការក្បត់ភាពស្មោះត្រង់ដែលបាត់បង់ហើយផលវិបាកនៃការសម្រេចចិត្តទៅលើតណ្ហាដែលមិនសមរម្យបាទអញ្ចឹងកាលណាយើងគ្រប់គ្រងតណ្ហាមិនបានវាធ្វើឲ្យទទួលបាននៅផលត្រឡប់មកវិញដូចនៅក្នុងសាច់រឿងអញ្ចឹងបាទអូខេអញ្ចឹងសាច់រឿងនេះមានតែប៉ុណ្្នឹងទេហើយជួបគ្នាសម្រាប់រឿងបន្តទៀតបាទមេតមីនអរគុណសម្រាប់ការស្ដាប់ទៅលើសាច់រឿងដែលបានបកស្រាយកន្លងបាទសង្ឃឹមថានឹងទៅមុខទៀតយើងនឹងមានរឿងល្អៗនិទានឲ្យបងប្អូនបានស្ដាប់បាទអរគុណច្រើន